ងអ្នកមិញរបស់គាត់ឲ្យគាត់ធ្វើបាយម្ហូបឲ្យមែនទេតែបងឯងអត់អសូរចិត្តខ្ញុំជាសង្សារទេជាសង្សារក្មេងឡើងលហោតែបដូរទៅមានអ្នកលួចលាក់ចំណាស់ម៉ែទៅវិញបងឯងមើងងាយខ្ញុំពេកហើយអូនកុំអត់ហេតុផលពេកមើលញ៉ាតណាស់ប្រយ័ត្នទៅបងគ្រាន់តែប្រាប់ទេជំរាបសួរគាត់ទៅកុំញ៉ាតខុសទំនងបែបនេះឃើញមនុស្សចាស់គួរតែលើកដៃសំពះតែអូនឯងលេងបើកសំឡេងលន់ពេញនឹងហ្មងមុននឹងបងប្រាប់ហើយតាខ្ញុំអត់បានទៅជំរាបសួរមនុស្សស្រីលួចលាក់សង្សារខ្ញុំទេគ្មានជាដាច់ខាតកុំសង្ឃឹមខ្ញុំអត់ធ្វើបែបនេះទេម៉ាក់បង្កើតរបស់បងអជំរាបសួរម៉ាក់ខ្ញុំបានទិញនំចំណីយកមកផ្ញើម៉ាក់ខ្ញុំដឹងចិត្តមនុស្សចាស់ថាចូលចិត្តហូបអីតុនទឹកអំពៅធម្មជាតិណាគ្មានចិត្តគីមីទេម៉ាក់សម្រាប់ម៉ាក់ក៏បានមកមីផ្លែតណាស្មានថាជាបវរកញ្ញាស្អាតអីស្អាតទោះបីជាម៉ាក់មានកូនកំឡោះស្ដុកក៏ដោយរឿងរង្វាន់មនុស្សពូកែគ្រួសារមួយដែលមានសមាជិកឪពុកម្ដាយនិងកូនប្រុសម្នាក់ដែលកូនប្រុសម្នាក់នេះឪពុកម្ដាយស្រឡាញ់ណាស់យកចិត្តទុកដាក់ជាមួយខ្លាំងទៀតផងបើទោះបីជាគេអាយុប៉ុន្មានក៏ដោយដល់ម៉ោងចេញពីធ្វើការភ្លាមកូនប្រុសក៏បានមកដល់ផ្ទះផ្លេតតែម្ដងប៉ាម៉ាក់ខ្ញុំមកវិញហើយដូចជាឃ្លានសាច់គោឆាឡុកលាក់ដល់ហើយម៉ាក់បើកូនឯងចង់ហូបណាម៉ាក់ធ្វើឲ្យគ្រាន់តែកំងម៉ាក់មកណាកូនមកហូបអីក៏បានដែរជាកូនប្រុសសំណប់ចិត្តម៉ាក់ទៅហើយណាមានតែមួយនឹងទៀតមិនផ្គប់ចិត្តគឺមិនបានទេបានអរគុណចុះប៉ាគាត់ទៅណាម៉ាក់ខ្ញុំមិនទាន់ឃើញគាត់សោះថ្ងៃនេះប៉ាកូនឯងណានតិចទៀតទៅចូលផ្ទះតែមកប្រាប់ម៉ាក់រួចរាល់ហើយថារវល់នៅជាមួយអូនគាត់ទេដឹងម៉ាក់ហើយចេះទៅនិយាយអញ្ចឹងកើតដែរកូនទៅងូតទឹកសិនទៅពេលម៉ាក់ធ្វើម្ហូបឆ្អិនហើយណាម៉ាក់នឹងទៅហៅកូនបាទអរគុណម៉ាក់ខ្ញុំទៅសិនហើយចាកូនកូនប្រុសក៏បានចូលទៅក្នុងបន្ទប់ម្ដាយក៏ទៅផ្ទះបាយធ្វើម្ហូបសម្រាប់កូនដាឆាតចូលទៅដល់ក្នុងបន្ទប់ភ្លាមក៏មានអ្នកទេមកគេក៏បានចុចទទួលភ្លាមសួស្ដីអ្នកណាគេទេមកហ្នឹងបងគឺខ្ញុំអត់ចាំលេខខ្ញុំទេអីមានបានសេឈ្មោះខ្ញុំនៅលើលេខឬអត់ហ្នឹងកុំប្រាប់ឲ្យសោះណាថាបងឯងមិនបានសេឈ្មោះខ្ញុំទុកទេនោះពិតជាគួរឲ្យអន់ចិត្តណាស់ដែលបងឯងធ្វើអញ្ចឹងចំពោះខ្ញុំនោះបងមិនបានធ្វើអីទេបងឆោអូនលេងតាទៅដល់ផ្ទះហើយនៅហ្នឹងនៅជាប់កន្លែងណាមួយជាមួយអ្នកណាដែរទេកុំចេះតែដើរផ្ដេសផ្ដាស់ពេកណាចេញពីធ្វើការចូលផ្ទះសម្រាកហត់នឿយល្មមហើយចេញពីផ្ទះតាំងពីព្រលឹមគួរតែចូលផ្ទះសម្រាកយកកម្លាំងបន្តការងារស្អែកទៀតខ្ញុំមិនដូចបងឯងទេចេញពីធ្វើការផ្លេតទៅដល់ផ្ទះភ្លាមបើមិនអញ្ចឹងក៏បាក់ទេតាមហើយដោយសារតែបងជាកូនល្អផងបងត្រូវតែប្រញាប់ចូលផ្ទះបាយទឹកជុំជាមួយគ្រួសារលុះពេលរៀបការរួចបងក៏នៅតែធ្វើដូច្នេះដូចគ្នាដែរចេញពីធ្វើការប្រញាប់មករកប្រពន្ធហើយបាយជុំប្រពន្ធបងត្រូវទៅទម្លាប់ធ្វើអញ្ចឹងឲ្យហើយណាមិនដូចអ្នកខ្លះទេចេញពីធ្វើការម៉ោងប៉ុណ្ណេះទាល់តែ1ម៉ោង2ម៉ោងអីទៅបានដល់ផ្ទះបងនិយាយស្ដីឲ្យស្រួលបួតទៅមើលកុំទម្លាប់ចេញមកឌៀមដាមថាឲ្យខ្ញុំនេះបងឯងលេងចោលរក្សាបបោមាត់បងឯងឲ្យនៅធម្មតាហើយមែនបងឯងចង់ឲ្យបបោមាត់បងឯងហាមចំហើយមែនទេអូណាបងនិយាយចោលសោះស្ដាប់ធ្វើអីបើពិបាកទទួលម្លឹងនោះมันបានពិបាកទទួលយកទេតែខ្ញុំមិនចង់ទទួលតែម្ដងស្ដាប់យល់ឬអត់នឹងបងយល់ហើយអូនបងសុំទៅងូតទឹកសិនហើយណាបន្តិចទៀតដល់ម៉ោងបាយជាមួយប៉ាម៉ាក់ហើយទំនេរជួយមកផ្ទះបងហូបបាយជុំគ្នាបានម្ដងមកនឹងបានណែនាំឲ្យប៉ាម៉ាក់ស្គាល់ចាំតនេខ្ញុំនឹងទៅលេងផ្ទះបងឯងខ្ញុំបិទហើយបាយដាឆាតនិយាយទូរស័ព្ទចប់ក៏បានចូលទៅងូតទឹកស្បៃរឿងកំពុងតែនៅជួបមិត្តភ័ក្តិនៅក្នុងហាងកាហ្វេសង្សាររបស់ខ្ញុំជាកូនល្អចេញពីផ្ទះទៅដល់កន្លែងធ្វើការចេញពីធ្វើការទៅដល់ផ្ទះពួកឯងគួរតែយកគំរូតាមគាត់ហើយមុនប្រាប់ឲ្យយើងយកគំរូតាមឯងគួរតែធ្វើមុនពួកយើងព្រោះឯងនឹងសង្សារឯងស្និទ្ធស្នាលជាងពួកយើងតែយើងអត់ដែលទៅស្និទ្ធអីជាមួយនឹងសង្សារឯងទេប្រាប់គេតែខ្លួនឯងវិញមិនដែលធ្វើទេបានតែនិយាយពូកែខាញ់ទ្រឹស្ដីតែការអនុវត្ត0តែម្ដងកុំចូលចិត្តឌៀមដាំយើងណាសង្សារយើងឌៀមដាំយើងម្នាក់ហើយពេលអ្នកឯងគ្មានសិទ្ធិមកនិយាយអញ្ចឹងទៀតទេយើងមិនទទួលស្គាល់ទេមិនទទួលស្ដាប់ក៏អត់ទៅពួកយើងខ្ជិលខ្វល់ជាមួយឯងណាព្រោះថាវាជាជីវិតរបស់ឯងអត់តាក់ទងជាមួយពួកយើងទេហើយពេលអ្នកឯងនិយាយពីថាសាំអស់ទៅហើយវិចាក់ដោតឯងពេកទៅឯងពិបាកទទួលយកវាឈប់ជជែកពីរឿងនេះទៅពួកយើងប្រញាប់ទៅផ្ទះវិញផងណាកុំឲ្យឪពុកម្ដាយគាត់បារម្ភអីពិសេសយើងជាមនុស្សស្រីនេះណា
ចូលចិត្តត្មងអាខាងពង្រៀងរឿងទៅអីផ្សេងហ្នឹង ឯងដឹងស្រាប់ហើយថានាងប្រកែកណាស់ខាងមិនចេះទទួលកំហុសហើយនិយាយពវៀងដានជានិច្ចណាជាពិសេសគឺពេលដែលយើងយកកំហុសវាមកនិយាយបងកាត់លុយមកពួកខ្ញុំទៅផ្ទះហើយឃើញទេវាអញ្ចឹងឯងអ្នកទាំង3បំបីគ្នាទៅផ្ទះរៀងខ្លួនបន្ទាប់ពីចេញពីហាងកាហ្វេស្បៃរឿងអាត់លើមព្រោះតែខ្លាចមិនដាច់ចាប់បានដោយសារតែនាងយកអីវ៉ាន់អនឡាញចូលផ្ទះទៀតហើយសំណាក់ហើយដែលប៉ាម៉ាក់ខ្ញុំក៏នៅក្នុងបន្ទប់គាត់កុំអីណា Vivo ត្រូវមាត់ទៀតហើយទិញអីវ៉ាន់អនឡាញណាបើមិនលួចលាក់ទេគឺមិនបានទេស្បៃរឿងទៅដល់មុខបន្ទប់តែធ្លាក់ថង់អីវ៉ាន់ក្ដុកបណ្ដាលឲ្យលឺដល់ត្រចៀកម្ដាយរហ័សដោយភ្លេចបន្ទោអញ្ចឹងហើយចាប់ថាមែនគឺមែនហើយហ្នឹងឆ្ងល់ណាស់លុយរកបានមិនស្នុកទេបើទុកនៅក្នុងកាបូបនោះហើយចូលចិត្តណាស់យកទៅផ្ញើលើថង់អីវ៉ាន់អនឡាញកញ្ចប់បែបហ្នឹងណែឯងទុកលុយមិនស្នុកមែនទេបើមិនស្នុកទេឲ្យម៉ែទុកឲ្យមកធានាថាមិនរបេះទៅវិញទេបានអីរបេះនោះបើម៉ែមិនដៃឲ្យវិញផងហ្នឹងហើយក៏តែងតែរអ៊ូដែរបើសិនជាហ៊ានទៅសុំលើមើលនោះខ្ញុំមិនហ៊ានជាមួយម៉ែទេអូជាមួយម៉ែមិនដែរហ៊ានទេតែជាមួយអីវ៉ាន់អនឡាញណាហ៊ានអើយហ៊ានមិនដែរខ្លាចគេបោកសោះម៉ែអ្នកខ្លះគេរកស៊ីត្រឹមត្រូវគេមិនបោកលុយយើងទេណាម៉ែតែមួយចំនួនតូចប៉ុណ្ណោះដែលបោកប្រាស់ផុសលក់អីវ៉ាន់តែពេលឆាត់ទៅទិញណាផ្ញើលុយទៅក៏ប្លុកបាត់លុយក៏មិនបានហើយខាត់ពេលវេលាយើងទៀតនៅលើអនឡាញមានអ្នកលក់ប៉ាត់គឺគេលក់ប៉ាត់តែអ្នកបោកណាគឺតិចតួចទេព្រោះវាអត់ដឹងថាបិណ្ឌនឹងបាបគឺមានប៉ាត់មែនប្រមាថលើបាបកម្មបិទជញ្ជក់ឈាមគេណាផុសលក់អីវ៉ាន់បោកប្រាស់បោកជឹកទៅលុយព្រោះតែអញ្ចឹងហើយទៅម៉ែបារម្ភខ្លាចខ្លួនឯងណាទិញប៉ះអីវ៉ាន់ចំអ្នកលក់បោកវានាំតែខាត់លុយនិងខាត់ពេលវេលាណាកូនម៉ែកំភៃអីបើខ្ញុំទិញអីវ៉ាន់ប៉ះអ្នកលក់បោកបណ្ដាក់អីវ៉ាន់ឲ្យបោកជឹកទៅលុយណាខ្ញុំនឹងធ្វើអំពើលើម្នាក់នោះហើយព្រោះគេបោកលុយខ្ញុំមិនខ្លាចបាបផងតែខ្ញុំនៅគិតយកជលធ្វើអីទៅបោកគេស្រស់ហ៎ទិញអីវ៉ាន់អត់ដាក់ឲ្យអីហ្នឹងណាគឺត្រូវផុសខ្ញុំហើយអូយកុំសូវទិញពេកទុកលុយសន្សំខ្លះផងទៅតិចលោមកខ្ចីម៉ែអីណាម៉ែមិនឲ្យទេប្រាប់ឲ្យបានដឹងជាមុនទៅចាអ្នកម៉ែនាងឆ្លើយហើយក៏បានចូលទៅក្នុងបន្ទប់ត្រីតែម្ដងបើថាមិននិយាយគឺមិនបានទេព្រោះមួយខែកូនខ្ញុំនេះវាទិញអនឡាញ29ថ្ងៃហើយនាពេលថ្ងៃត្រង់ស្បៃរឿងឆ្លៀតចូលមកកន្លែងធ្វើការរបស់សង្សារព្រមទាំងទិញនំចំណីមកផ្ញើគេទៀតផងប៉ុន្តែពេលដែលមកដល់មុខក្រុមហ៊ុនដែលសង្សាររបស់គេធ្វើការនេះប៉ុន្តែបែរជាឃើញអ្នកផ្សេងយកស្រាក់បាយឲ្យមុនទៅហើយនេះតែតើអ្នកមិញបោកគាត់ឲ្យគាត់ធ្វើបាយម្ហូបឲ្យមែនទេបងឯងអត់អសូរចិត្តខ្ញុំជាសង្សារទេជាសង្សារក្មេងឡើងលហោតែបដូរទៅមានអ្នកលួចលាក់ចំណាស់ម៉ែទៅវិញបងឯងមើងងាយខ្ញុំពេកហើយអូនកុំអត់ហេតុផលពេកមើលញ៉ាតណាស់ប្រយ័ត្នទៅបងគ្រាន់តែប្រាប់ទេជំរាបសួរគាត់ទៅកុំញ៉ាតខុសទំនងបែបនេះឃើញមនុស្សចាស់គួរតែលើកដៃសំពះតែអូនឯងលេងបើកសំឡេងលន់ពេញនឹងហ្មងមុននឹងបងប្រាប់ហើយតាខ្ញុំអត់បានទៅជម្រាបសួរមនុស្សស្រីលួចលាក់សង្សារខ្ញុំទេគ្មានជាដាច់ខាតកុំសង្ឃឹមខ្ញុំអត់ធ្វើបែបនេះទេម៉ាក់បង្កើតរបស់បងជម្រាបសួរម៉ាក់ខ្ញុំបានទិញនំចំណីយកមកផ្ញើម៉ាក់ខ្ញុំដឹងចិត្តមនុស្សចាស់ថាចូលចិត្តហូបអីតុនតាំងអំពើធម្មជាតិណាមានចិត្តគីមេតែម៉ាក់សម្រាប់ម៉ាក់ក៏បានមើលមីផ្លែតណាស្មានថាជាបវរកញ្ញាស្អាតអីស្អាតទោះបីជាម៉ាក់មានកូនកំឡោះស្ដុកក៏ដោយខ្ញុំមិនអាចបដិសេធបានទេថាម៉ាក់ស្រស់ស្អាតហើយក្មេងណាស់ចាអូនកុំកែលឿនពេកបងអត់យល់ស្របទេបងនិយាយមែនទេណាបងអត់ចង់ឲ្យអូនឯងមកដល់ញ៉ាតអញ្ចឹងទេម៉ាក់មិនប្រកាន់ទេយកបាយទៅហូបទៅទុកឲ្យម៉ាក់ចាត់ការមនុស្សល្អគួរតែមានរង្វាន់ឲ្យដូចគ្នាម៉ាក់ទុកឲ្យខ្ញុំចាត់ការគ្នាទៅចុះកូនជឿជាក់លើម្ដាយទៅណាកូនយល់ដែរទេបាទអូនឯងប្រយ័ត្នខ្លួនផងណាបងឯងផ្ដាំផ្ញើអញ្ចឹងណាអត់តំណងសោះកូនមីងគ្នាភ័យជំនួសក្មួយណាណែតោះក្មួយយើងទៅជាមួយគ្នាទៅចាម៉ាក់ក្មេកនិយាយចប់ហើយម្ដាយដាច់ឆាតនិងស្បៃរឿងក៏បានចេញទៅជាមួយគ្នាញញពេកឲ្យអញ្ចឹងចុះស្បៃរឿងមកដល់ផ្ទះសង្សារដោយបានជួបនឹងឪពុកម្ដាយរបស់សង្សាររបស់ខ្លួននៅក្នុងថ្ងៃនេះជាដំបូងខ្ញុំចង់សុំទោសទៅកាន់ម៉ាក់ដែលមិនដឹងថាជាម៉ាក់បង្ឆាតទេហើយខ្ញុំក៏រហ័នតែប្រច័ណ្ឌមិនបានសួរនាំឲ្យបានដឹងច្បាស់សុំទោសផងណាម៉ាក់
មកយល់ច្រឡំរឿងអីអញ្ចឹងទេក្មួយម្ដាយបង្កើតរបស់សង្សារខ្លួនឯងសោះចេះញ៉ាំងអញ្ចឹងទៅកើតដែរក្មួយឯងសំណាងឲ្យដល់គ្រួសារពូជាអ្នកកាន់សិលមិនចេះប្រកាន់ច្រើន ខ្ញុំយល់អារម្មណ៍នេះថាក្មេងប្រច័ណ្ឌស្នេហាក្មេងខ្មាំងវាតែប៉ុណ្្នឹងទេមិញចំណាស់នេះហើយណាមិនទៅតាក់ទងនឹងក្មេងសកលកូនទេបើទោះបីជាមិញត្រូវប្តីស្លាប់ចោលទុកឲ្យឯការាប់ឆ្នាំក៏ដោយ ម៉ាក់វាកុំនិយាយអញ្ចឹងទៅមើលខ្ញុំនៅក្បែរនេះសោះចេះនិយាយរឿងប្តីស្លាប់ចោលទៅរួច ខ្ញុំនិយាយចង់ឲ្យក្មេងបានយល់ដឹងនឹងណាខ្ញុំសុំទោសម៉ាក់ខ្ញុំអចេតនាណាកុំយកទោសខ្ញុំអីណាម៉ាក់ខ្ញុំអារម្មណ៍សង្សារខ្ញុំមានអ្នកផ្សេងមកឆក់យកទៅបាត់ព្រោះគាត់ជាមនុស្សល្អខ្ញុំមិនចង់បាត់បង់មនុស្សល្អបែបនេះទេម៉ាក់យល់កូនមិនចង់បាត់បង់មនុស្សល្អទេតែទង្វើកូនពេលខ្លះណាអាចដូចជារុញច្រានមនុស្សល្អឲ្យគេចេញឆ្ងាយពីកូនអញ្ចឹងព្រោះបើកូនគ្មានហេតុផលចិត្តមិនត្រជាក់ទេណាច្បាស់ណាស់ថាមនុស្សល្អដែលជាដៃគូរបស់កូននោះគេនឹងមិនទ្រាំបានយូរទេម៉ាក់ចង់ណែនាំឲ្យកូនដឹងម៉ាក់មិនប្រកាន់ទោសអូសយកដំណើរកូនទេម៉ាក់មើលឃើញថាកូនទៀងត្រង់ទៅម៉ាក់ចង់ផ្ដល់ជារង្វាន់ឲ្យកូន រង្វាន់អីម៉ាក់វា គឺដណ្ដឹងយកមកធ្វើជាកូនប្រសាតែម្ដងព្រមដែរទេកូនម៉ាក់មើលមនុស្សមិនងាយខុសទេមនុស្សដូចជាកូននេះណាទៀងត្រង់តែប្រច័ណ្ឌរោគរឿងច្រើនតែថារឿងប្រច័ណ្ឌនេះអាចកែប្រែបានចាំម៉ាក់ខ្ញុំកែបានព្រោះបើរស់នៅក្នុងជីវិតគូជាប្តីប្រពន្ធប្រច័ណ្ឌរោគរឿងច្រើនពេកវាមានតែផលប៉ះពាល់ចំណងអាពាហ៍ពិពាហ៍នោះទេ រោគរឿងប្រច័ណ្ឌច្រើនទៅហើយទៅមុននឹងខ្លាយជាប្តីប្រពន្ធព្រោះនាមទាំងនោះគឺត្រូវការត្រជាក់ជាងយកភ្លើងមកដោះស្រាយបញ្ហាដែលវាបានកើតមានឡើង ចាស់ប៉ាម៉ាក់នៅក្នុងថ្ងៃនេះពេលចេញពីធ្វើការដាច់ឆាតទទួលបានទូរស័ព្ទពីម្ដាយឲ្យគេនៅខាងក្រៅមួយសន្ទុះសិនកុំឆាប់ចូលផ្ទះពេកចំណែកឯស្បៃរឿងក៏បានបបួលគេទៅផ្ទះខ្លួនឯងជួបនឹងឪពុកម្ដាយរបស់ខ្លួន ជំរាបសួរពូមីងសង្សារកូនយើងប្រហែលខែហើយ ហាមាត់ឡើងសួរឲ្យគ្នាភ័យតែម្ដងនេះឪវាណែក្មួយតាក់តងកូនមិញយូរហើយនៅហ្នឹងយូរហើយម៉ែណែបិទមាត់អរហះទៅម៉ែសួរកូនប្រុសនេះទេហើយខុសទៀតហើយខ្ញុំ នឹងកូនមីងតាក់តងគ្នាចូលចិត្ត2ឆ្នាំទៅហើយយូរក្រែលដែរបើតាមគិតរវាងទំនាក់ទំនងខ្ញុំទាំងពីរព្រោះមិនដែលគិតទេថាអាចតាក់តងនឹងកូនមីងបានយូរដល់ម្លឹងបើកូនមីងរឹងរូសសឹងអីទៅហើយនោះវាគ្មានកាត់តាណាឆ្ងាយក្រៅពីម៉ែវាឯងទេស្រួលបួលជាមួយខ្ញុំតិចទៅឪវាឯងហ្នឹង ខ្ញុំរឹងរូសកាត់ត្រម៉ែមែនតាបន្ទោសពុកអត់ត្រូវទេ អញ្ចឹងឯងមកបន្ទោសម៉ែមែនអត់ហ្នឹង ចាំម៉ែ អើយប្រយ័ត្នត្រូវទៅណែហើយចោះក្មួយគិតយ៉ាងម៉េចជាមួយកូនមិញ ចូលទៅដឹងតែម្ដងមីងប៉ាម៉ាក់ខ្ញុំគាត់ត្រៀមចូលមករួចរាល់ហើយច្បាស់លាស់អញ្ចឹងទៅទើបគេហៅថាទំនាក់ទំនងបែបមានសោភ័ណភាពគួរឲ្យចង់សិក្សាស្វែងយល់ពីដៃគូអ្នកទាំងពីរបាទខ្ញុំច្បាស់លាស់ណាស់លោកពូ ខណៈនោះទូរស័ព្ទស្បៃរឿងក៏បានរឡើងអាឡូចាអីវ៉ាន់មែនទេចាខ្ញុំចេញទៅយកឥឡូវហើយ មនុស្សប៉កែឯងត្រៀមពាត់ហើយណែទៅផាមថ្ងៃមុនណាឥឡូវទិញទៀតមនុស្សប៉កែគួរតែទទួលបានរង្វាន់ជាទីកប់ចិត្តដូចគ្នា ម្ដាយទីដើមកន្ទ្រាំងខេតកូនស្រីក៏បានរត់ចេញពីក្នុងផ្ទះតែម្ដងហើយម៉ែវាយអត់ទុកមុខសោះអនាគតប្តីខ្ញុំកំពុងតែនៅនឹងណាម៉ែ អើយតិចមិនចេះកាត់ប៉កែខាងតលាក់លេខតលាក់ទីតាំងឥឡូវបានរង្វាន់ហើយកូនចេញល្អ ម្ដាយនិងកូនស្រីរត់ដេញគ្នាតែម្ដង គ្មានចេះខ្មាស់អីសោះត្មងទាំងម៉ែទាំងកូនគួរឲ្យស្រឡាញ់ណាគ្រួសារពុកក្មេកនឹងវាជារូបភាពពិតរបស់យើងអនាគតកូនប្រសាទទួលយកបានឬក៏មិនបានខ្ញុំទទួលយកបានគ្រប់យ៉ាងបាន ម្ដាយឲ្យរង្វាន់កូនដែលជាមនុស្សពូកែតែពូកែខាងទម្លាក់លេខទម្លាក់ទីតាំងអីវ៉ាន់ដឹកដល់មុខផ្ទះត្រូវបានរង្វាន់ដើមកន្ទ្រាំងខែថៃ